ឲ្យតែលឺថាសម្លខ្ទិះដឹងតែគិតក្នុងចិត្តថាវាអាចនឹងតលន់ហើយលើកមុនអត់សូវចូលចិត្តទេមិនថាសម្លខ្ទិះអីក៏ដោយឲ្យតែមានជាតិខ្ទិះគឺថាបាក់និយាយហ្មងតែឥឡូវឲ្យតែបានសម្លខ្ទិះញ៉ាំគឺថាជាតិដល់ជាតិហើយចឹងថាអារម្មណ៍មនុស្សម្នាក់តែងតែប្រែប្រួលរហូតហើយថ្ងៃនេះដែរខ្ញុំមកសម្លខ្ទិះឆ្អឹងជំនីម្នាស់ដែលខ្ញុំមានឆ្អឹងជំនីខ្ញុំមានម្នាស់មួយផ្លែនេះចំខូចទៀតណាខ្ញុំទិញគេចិត្តស្រាប់ចឹងណាបងប្អូនហើយខ្ញុំចិត្តបដូរវាចេញបដូរនេះវាចិត្តអាបដូររឹងណាទៅខ្ញុំកាត់វាមកល្មមមិនជាធំមិនជាតូចមកល្មមសម្រាប់សម្លខ្ទិះណាសម្លខ្ទិះម្នាស់នេះដែរគឺខ្ញុំដាក់ម្នាស់តិចពេកខ្ញុំដាក់តែមួយបើខ្ញុំបានដាក់2ផ្លែបានថាបន្លែវាច្រើនហើយខ្ញុំក៏បន្ថែមជាមួយនឹងម្ទេសម៉ាឡេនេះឲ្យវាមានពណ៌នៅសម្រស់ហើយជីខ្ញុំប្រើជីនឹងវងហើយជាមួយនឹងខ្ទិះដូង1000រៀលយកខ្ទិះដើមជាដំបូងខ្ញុំមករំលីងម្ទេសឆ្អើរនេះឲ្យវាឡើងពណ៌សិនតមកទៀតទៅខ្ញុំចាក់គ្រឿងស្លឹកក្រូចហើយជាមួយនឹងខ្ទឹមសខ្ទឹមក្រហមចូលដើម្បីធ្វើការរំលីងឲ្យវាឈ្ងុយឈ្ងប់ហើយទៅខ្ញុំចាក់ជាមួយនឹងប្រហុកសាច់ចូលធ្វើការរំលីងជាមួយនឹងគ្រឿងឲ្យវាចូលសព្វសាច់និងឲ្យឈ្ងុយឈ្ងប់តមកទៀតទៅខ្ញុំចាក់ឆ្អឹងជំនីចូលបន្ទាប់ពីរំលីងគ្រឿងជាមួយនឹងឆ្អឹងជំនីឲ្យចូលសព្វសាច់ហើយទៅខ្ញុំចាក់ទឹកចូលនឹងបានរំងាស់ឆ្អឹងជំនីឲ្យវាចេញជាតិបន្តិចទៅខ្ញុំបន្ថែមជាមួយនឹងចេងរ៉ូឌីហើយនឹងចាក់ម្នាស់ចូលបណ្ដោយក៏ដូចជាចាក់ខ្ទិះដើមចូលផងដែរយីទៅខ្ទិះខ្ញុំមានតែ1000រៀលមិនមែនខ្ទិះដើមខ្ទិះចុងអីទេបងប្អូនអាចដាក់ខ្ទិះចង់ខ្ទិះដើមតាមចំណូលចិត្តទៅតែខ្ញុំទិញតែ1000រៀលនឹងមកដោយសារតែខ្ញុំសម្លតាបន្តិចដែរហ្នឹងមិនជាច្រើនណាស់ណាបន្ទាប់ពីចាក់ខ្ទិះហើយជាមួយនឹងម្នាស់ចូលហើយខ្ញុំធ្វើការរំងាស់វាពុះទៅខ្ញុំភ្លក់ខ្ញុំបន្ថែមជាមួយនឹងស្ករសទឹកត្រីហើយនឹងទឹកអំពិលទុំសម្រាប់សម្លខ្ទិះម្នាស់នេះផងដែរទៅមានរសជាតិជូរអែមដោយសារមិញហ្នឹងវាស្ទើររសជាតិជូរម្នាស់នេះវារៀងថាមិនជាផ្អែមមុតចឹងទៅខ្ញុំបន្ថែមវារៀងផ្អែមមុតបន្តិចហើយរៀងប្រៃស្មើហើយជាមួយនឹងជូរផងដែរដឹងនិយាយថាម៉េចទេនិយាយតែអូយមិនយល់ខ្លួនឯងទេរសជាតិនៃសម្លខ្ទិះម្នាស់នេះច្រឡំតែម្ជូររហូតខ្ទិះម្នាស់នេះគឺទៅមានរសជាតិរៀងផ្អែមជូរហើយនឹងប្រៃឲ្យស្មើគ្នាទៅវាឆ្ងាញ់និយាយចេះបានវាត្រូវនិយាយត្រឡប់តលិនមិនដឹងណាអីទេបងប្អូនអាចធ្វើសាកញ៉ាំទៅធានាថាឆ្ងាញ់ខ្ញុំនេះឲ្យអត់សូវចូលចិត្តខ្ទិះប៉ុន្តែបើបានញ៉ាំសម្លខ្ទិះម្នាស់នេះគឺថាជាតិឆ្ងាញ់មែនតើបងប្អូនចង់ជិះជូរnắp thịt mày nó thịt nhỏ được nhanh còn ăn tàn loạn này